Mới nhómនឹងដក receiver នេះចេញឲ្យបងប្អូនស្ដាប់សំឡេងរបស់មិច iPhone ផ្ទាល់ឃើញថាសំឡេងខុសគ្នាឆ្ងាយបងប្អូនសួស្ដីបងប្អូនទាំងគ្នាសួស្ដីបងប្អូន creator ឬអ្នកធ្វើវីដេអូទាំងគ្នាបាទឥឡូវខ្ញុំមានមិចស្រូបសំឡេងមួយមកណែនាំរបស់ DJI បាទមុនហ្នឹងខ្ញុំប្រើរបស់ Holyland បាទប៉ុន្តែគួរឲ្យសោកស្ដាយការផ្ទុះគ្រាប់ខ្ញុំអត់បានយកចេញមកទេបាទអីវ៉ាន់ហ្នឹងទាំងអស់ហើយខ្ញុំក៏ប្រើជាមួយមិចស្រូបសំឡេង iPhone យើងធម្មតាហ្នឹងឯងប៉ុន្តែវាមានប្លង់ខ្លះយើងត្រូវថតឆ្ងាយអញ្ចឹងអីសំឡេងស្រូបអត់ដល់ខ្ញុំក៏ណាតែចិត្តទិញវាមកប្រើទៅបាទពេលនេះខ្ញុំកំពុងដោតជាមួយមិចមួយនឹងឯងបាទជាមួយខ្ញុំនឹងដក receiver នេះចេញឲ្យបងប្អូនស្ដាប់សំឡេងរបស់មិច iPhone ផ្ទាល់អូខេឃើញថាសំឡេងខុសគ្នាឆ្ងាយបងប្អូនបាទសំឡេងខ្យល់សំឡេងស្អីក៏លឺមកហើយបាទហើយខ្ញុំដបទៅវិញជិបអូខេបាទសំឡេងកាត់ល្អមែនទែនហើយសម្រាប់ឈុតដែលគេលក់គឺមាន3 packet ដែរបងប្អូនបាទនេះជា packet ទី1បាទឈុតនេះគឺមានប្រអប់ដាក់ឆ្នាំងសាកដាក់អីចឹងមកសេតគេបណ្ដោយបាទអាហ្នឹង2គ្រាប់ឈុត2គ្រាប់ហើយមួយឈុតទៀតនោះដែលខ្ញុំទិញមកគឺឈុតទី2នេះបាទគឺឈុតអត់មានប្រអប់ឆ្នាំងសាកទេគឺមានតែមិចមានអីមកតាមរូបបងប្អូនឃើញបាទហើយមួយឈុតទៀតឈុត single បាទនេះជាឈុតមួយគ្រាប់នេះឯងហើយឈុតមួយគ្រាប់នេះមាន receiver ទេបងប្អូនបាទតែយើងអាចភ្ជាប់ជាមួយ Bluetooth ទូរស័ព្ទយើងបានបាទទីខ្ញុំនឹងភ្ជាប់ជាមួយ Bluetooth ឲ្យបងប្អូនស្ដាប់ដល់សំឡេងវាបានកម្រិតណាហើយអ្វីដែលខ្ញុំចូលចិត្តនោះគឺយើងអាចភ្ជាប់ជាមួយកាមេរ៉ា DSLR ពួកកាមេរ៉ា mirrorless បានយើងអាចយក receiver មកដោតបានបាទអូខេអញ្ចឹងខ្ញុំនឹងសាកតេស្តដោយការប្រើប្រភេទឈុតមួយគ្រាប់ភ្ជាប់ជាមួយ Bluetooth តសំឡេងវាបែបណាអូខេសួស្តីបងប្អូនបាទពេលនេះខ្ញុំកំពុងតែភ្ជាប់ជាមួយមិចមួយនេះឯងបាទដោយការភ្ជាប់ជាមួយ Bluetooth បាទដោយមិនបានដល់ receiver ទេ receiver ដកចេញហើយបាទអញ្ចឹងហើយខ្ញុំគិតថាសំឡេងនៅក្នុងរង្វង់ដែលនៅទទួលយកបានគ្រាន់ជាង iPhone ដែរវាមានប្រាប់បងប្អូនថាវាល្អត្រង់ថាវាអាចប្រើជាមួយកាមេរ៉ា mirrorless បានបាទហើយយើងដោតមកបាទយើងអាចថតបានទាំងទូរស័ព្ទនិងកាមេរ៉ាធំបាទអូខេអញ្ចឹងខ្ញុំនឹងបិទ Bluetooth អានេះហើយខ្ញុំនឹងមកដោត receiver វិញអូខេឃើញថាសលេងនៅក្នុងកម្រិតដែលអាចទទួលយកបានបាទសម្រាប់ការដោតជាមួយ receiver និងភ្ជាប់ជាមួយ Bluetooth តែយ៉ាងណាក៏វាអាចស៊ូការដោត receiver បានដែរបាទហើយចម្ងាយក៏ខុសគ្នាដែរបាទអូខេអញ្ចឹងសម្រាប់វីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងបាទសម្រាប់បងប្អូនកំពុងតែរកទិញមិចស្រូបលេងដែលមានគុណភាពល្អខ្ញុំគាត់ថានេះអរគុណច្រើន